ជើងហោះហើរ571គឺជាក្រុមហន្តរាយមួយដ៏ល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្ត្រហើយអ្វីដែលសង្វេគនិងគួររន្ធត់បំផុតនោះគឺអ្នកដែលបានរួចផុតពីគ្រោះថ្នាក់នេះគឺត្រូវបរិភោគសាច់មិត្តភក្តិខ្លួនឯងដែលបានស្លាប់ដើម្បីរស់រានមានជីវិតបន្តហើយការធ្លាក់យន្តហោះមួយនេះគឺប្រព្រឹត្តទៅថ្ងៃទី13ខែតុលាឆ្នាំ1972ដោយជើងហោះហើរមួយនេះមានអ្នកដំណើររហូតដល់45នាក់ហើយភាគច្រើនគឺជាក្រុមបាល់ឱករ៉ូប៊ីដែលមកពីប្រទេសអ៊ុយរ៉ាហ្គាយព្រមទាំងមិត្តភក្តិនិងសមាជិកគ្រួសាររបស់ពួកគេយន្តហោះមួយនេះត្រូវបានធ្លាក់ក្នុងតំបន់អេនដេសដោយគ្របដណ្ដប់ដោយទឹកកកដែលស្ថិតនៅចន្លោះប្រទេសអាហ្សង់ទីននិងឈីលីក្នុងចំណោមអ្នកដំណើរទាំងអស់មនុស្ស12នាក់បានស្លាប់ភ្លាមៗក្រោយពីយន្តហោះនេះបានធ្លាក់ដល់ដីហើយមនុស្សមួយចំនួនទៀតត្រូវបានស្លាប់នៅប៉ុន្មានថ្ងៃក្រោយមកទៀតដោយសារការចុះត្រជាក់ខ្លាំងរបួសនិងការស្រេកឃ្លានអ្នកដែលនៅរស់គឺប្រឈមជាមួយនឹងស្ថានភាពដ៏អាក្រក់បំផុតដោយគ្មានអាហារគ្រប់គ្រាន់និងស្ថិតក្រោមសីតុណ្ហភាពដ៏ត្រជាក់ក្រោមសូន្យដើម្បីជាមធ្យោបាយក្នុងការរស់រានមានជីវិតបន្តពួកគេក៏បានសម្រេចចិត្តដ៏លំបាកមួយគឺត្រូវឲ្យពួកគេបរិភោគសាច់របស់សាកសពដែលជាមិត្តភក្តិនិងក្រុមគ្រួសាររបស់ពួកគេដើម្បីឲ្យពួកគេរស់រានមានជីវិតបន្តទៅទៀតការសម្រេចចិត្តរបស់ពួកគេគឺជាប្រធានបទដ៏ជំរុងចម្រាស់មួយនិងជាវិធីតែមួយគត់ដើម្បីឲ្យពួកគេអាចរស់រានមានជីវិតបន្តបានក្រុមជួយសង្គ្រោះបានព្យាយាមស្វែងរកយន្តហោះនេះដោយសារតែទីតាំងរបស់យន្តហោះដែលបានធ្លាក់គឺស្ថិតនៅលើភ្នំតកោហើយយន្តហោះគឺមានពណ៌សប្រៀបដូចជាព្រិលទើបធ្វើឲ្យអ្នករុករកពិបាកក្នុងការស្វែងរកអ្នកដែលរស់រានមានជីវិតបានឃើញភ្លាមក្រោយពីបានស្វែងរកអស់ប្រមាណថ្ងៃក្រោយមកក្រុមជួយសង្គ្រោះបានបញ្ឈប់ការស្វែងរកដោយពួកគេគិតថាអ្នកដំណើរដែលបានធ្វើដំណើរទាំងអស់នោះបានស្លាប់អស់ទៅហើយបន្ទាប់ពីជាប់គាំងអស់រយៈពេល2ខែនៅលើភ្នំតកោសមាជិក2នាក់នៃក្រុមរស់រានមានជីវិតឈ្មោះ Nando Parado និង Roberto Canessa បានសម្រេចចិត្តដើរឆ្លងកាត់ភ្នំដើម្បីរកជំនួយពួកគេបានចំណាយពេលរហូតដល់10ថ្ងៃដើម្បីធ្វើការដើរឆ្លងកាត់ភ្នំតកោដ៏សែនវែងឆ្ងាយរហូតបានជួបមនុស្សដោយសារតែការតស៊ូរបស់ពួកគេអ្នករស់រានមានជីវិត16នាក់ទៀតត្រូវបានជួយសង្គ្រោះបន្ទាប់ពីជួបគ្រោះថ្នាក់អស់រយៈពេល72ថ្ងៃរឿងរ៉ាវនេះបង្ហាញពីស្មារតីនៃការតស៊ូការបដិញ្ញាចិត្តនិងការរស់រានមានជីវិតរបស់មនុស្សក្នុងស្ថានភាពមួយដែលមិនគួរជឿបើសិនជាអ្នកទាំងអស់គ្នាស្ថិតក្នុងស្ថានភាពបែបនោះតើអ្នកទាំងអស់គ្នានឹងហ៊ានបរិភោគសាច់របស់មិត្តភក្តិឬសាច់ញាតិរបស់អ្នកទាំងអស់គ្នាដូចជាពួកគាត់ដែរឬទេខមមិនពីគំនិតរបស់អ្នកទាំងអស់គ្នានៅខាងក្រោមនេះកុំភ្លេច follow ម្នាក់មួយផងណា